បាទសូមគោរពបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃពុធទី29ខែតុលាឆ្នាំ2025ដែលជាខួបគ្រងរាជ្យរបស់ព្រះករុណាជីវិតតម្កល់លើត្បូងពេជ្របិទតែថ្ងៃនេះជាថ្ងៃឈប់សម្រាកមែនប៉ុន្តែក្រុមការងារនៃសាលាបឋមសិក្សាហ៊ុនសែនកោះលំចិនពុំបានឈប់សម្រាកទេគឺបានទៅទិញយករបស់របរសម្ភារៈសិក្សាមានសៀវភៅបេកខ្មៅដៃជាន់លុបនិងរៀបចំជាកញ្ចប់សម្រាប់ចែកសិស្សានុសិស្សទូទៅចំនួន250កញ្ចប់និងរង្វាន់សិស្សពូកែចំនួន30នាក់ពីលេខ1ដល់លេខ5ចំនួន6ថ្នាក់បាទហើយឆ្លៀតនៅក្នុងឱកាសនេះដែរខ្ញុំបកករណាខ្ញុំសូមគោរពថ្លែងអំណរអរព្រះគុណនិងអរគុណចំពោះព្រះអង្គគ្រូជោតិមនីវង្សាឈៀងសុវណ្ណៈព្រះចៅអធិការវត្តបទុមរតនារាមហៅវត្តចំកោះដងចិននិងព្រះភិក្ខុកតិសារោវីវនហៅតាខ្មៅដែលគង់នៅវត្តកណ្ដាលកោះភូមិកណ្ដាលកោះសង្កាត់កោះដងចិនក្រុងតាខ្មៅខេត្តកណ្ដាលជាទីគោរពសក្ការៈនិងលោកស្រីអែមនាវីលោកកែវុធាព្រមជាមួយនឹងសប្បុរសជនជាច្រើនទៀតដែលបានចូលរួមឧបត្ថម្ភគាំទ្រទោះជាសម្ភារៈក្តីទោះជាថវិកាក្តីគឺយើងខ្ញុំសប្បាយរីករាយណាស់សម្រាប់ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី2025-2026ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ទី1ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះហើយសូមឆ្លៀតនៅក្នុងឱកាសនេះដែរសូមគោរពអញ្ជើញលោកឪពុកអ្នកម្ដាយអ្នកអាណាព្យាបាលសិស្សជាប់ជ័យលាភីក្តីឬមិនជ័យលាភីក្តីសូមអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់សាលាយើងឲ្យបានអធិកអធមនិងប្រកបដោយបរិយាកាសសប្បាយរីករាយផងដែរពិសេសគឺសិស្សជាប់ជ័យលាភីសូមលោកប៉ាអ្នកម៉ាក់មកជាមួយកូនដើម្បីយើងថតរូបទុកជាអនុស្សាវរីយ៍ផងចូលរួមនៅក្នុងកម្មវិធីផងនិងអបអរសាទរចំពោះកូនដែលបានប្រឡងជាប់ចំណាត់ថ្នាក់ល្អពីលេខ1ដល់លេខ5នេះជាលទ្ធផលឆ្នាំសិក្សា2024-2025កន្លងទៅនេះហើយឆ្លៀតនៅក្នុងឱកាសនេះមុននឹងបញ្ចប់ខ្ញុំក៏សូមគោរពប្រគេនពរនិងជូនពរដល់សប្បុរសជនទាំងអស់ឲ្យជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺយុវណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយហើយខ្ញុំបញ្ជាក់បើសិនជាមានសប្បុរសជនចង់ឧបត្ថម្ភបន្តយើងនៅតែទទួលបន្តទៀតបាទសូមអរគុណ